ជំរាបសួរបងប្អូនទាំងអស់ថ្ងៃនេះខ្ញុំភ័យអាប់ដេតមកថ្ងៃពេញសូមជូនព័ត៌មានខ្លីមួយទាក់ទងទៅនឹងសាលាខ្ញុំបាទដែលកំពុងតែដំណើរការសប្តាហ៍ថ្ងៃនេះគឺថាមានការប្រមូលសិនជាច្រើនទាក់ទងទៅនឹងការរៀននៅលើឧបករណ៍ភ្លេងបុរាណខ្មែរនៅទីនេះសាលាខ្ញុំបាទគឺខ្ញុំបានបង្កើតជាង2ឆ្នាំមកហើយយើងសង្កត់ធ្ងន់ទៅលើការបណ្ដុះបណ្ដាលឧបករណ៍ភ្លេងបុរាណខ្មែរដែលយើងមានគ្រូក៏ដូចជាយុវជនយុវនារីដែលមានទេពកោសល្យក៏ដូចជាមានចំណេះដឹងច្រើនទាក់ទងទៅនឹងឧបករណ៍ភ្លេងបុរាណខ្មែរក្នុងនោះពួកគាត់ខ្លះក៏នៅក្នុងចង្កោមនៃនិស្សិតនៃសាកលវិទ្យាល័យចិត្តសិល្បៈភ្នំពេញយើងនេះដែរអញ្ចឹងកំឡុងពេលនៃការសិក្សារបស់គាត់ហ្នឹងឆ្នាំទី4អញ្ចឹងទៅគាត់កំពុងតែបញ្ចេញនៅគំនិតថាលទ្ធភាពដែលអាចនឹងរៀនបានហើយពួកគាត់ក៏មកចែកជូននិងចែកម្លែកទៅលើការរៀនផ្នែកតន្ត្រីតទៅឧបករណ៍ភ្លេងបុរាណខ្មែរគឺមាននៅសាលាអភិរក្សភ្លេងខ្មែរសាលាភ្នំពេញអញ្ចឹងសាលាខ្ញុំបាទគឺមានគ្រូដែលមានចេញពីសាលាវិទ្យាសាស្ត្រភ្នំពេញក៏ដូចជាសាលាចិត្តសិល្បៈផ្ទាល់ដែលពួកគាត់មានបទពិសោធន៍ច្រើនគ្រប់គ្រាន់គាត់ស្គាល់ច្បាស់ឧបករណ៍ភ្លេងបុរាណខ្មែរហើយគាត់អាចលេងបានល្អបរិមាណល្អអញ្ចឹងថ្ងៃនេះខ្ញុំសូមបង្ហាញជូននៅលក្ខខណ្ឌខ្លះទាក់ទងទៅនឹងសិស្សានុសិស្សទាំងអស់ដែលមានបំណងចង់រៀននៅទីនេះចំពោះក្មេងអាយុក្រោម10ឆ្នាំគឺសាលាខ្ញុំបានទទួលដែរបង្រៀនដែរហើយក្នុងនោះយើង free ជូនអាណាព្យាបាលប្រសិនបើគាត់មានកូនតូចមកចុះឈ្មោះចូលរៀននៅទីនេះគឺយើង free អ្នកអាណាព្យាបាលក្នុងនោះមានម្ដាយមានឪពុកឬបងស្រីណាក៏បានដែរដែលគាត់មើលថែក្មេងម្ដងនេះគឺគាត់អាចរៀនជាមួយក្មេងតែម្ដងមានថាក្មេងរៀនផងនិងអ្នកធំរៀនផងដើម្បីអីដើម្បីគាត់ជួយមើលក្មេងដែលកំពុងរៀននោះក៏ដូចជាខំរៀនខ្លួនឯងផ្ទាល់ខ្លួនឯងអាចចេះបាននឹងជួយបង្រៀនបន្ថែមនៅគេអាឋានរបស់លោកអ្នកអញ្ចឹងមានថាចុះឈ្មោះក្មេងថ្ងៃនេះយើងនឹងផ្ដល់ជូនរៀន free ចំពោះអាណាព្យាបាលម្នាក់ផងដែរហើយប្រសិនបើក្មេងនេះក្រោម10ឆ្នាំឬក៏9ឆ្នាំដែលចុះឈ្មោះមករៀនតែម្នាក់ឯងគឺសាលាទទួលទេគឺដោយសារទី1គាត់រៀននៅទីនេះហើយគាត់ទៅវិញគាត់អត់មានអ្នកជួយ support ជួយលឹកគាត់ថែមទៀតអញ្ចឹងគឺត្រូវទៀមទីឲ្យមានចុះឈ្មោះអមជាមួយគាត់ដើម្បីរៀនមានថាចុះឈ្មោះមួយ free មួយអញ្ចឹងចំណេញមែនតើហើយសាលាខ្ញុំបាត់សិស្សគឺដាក់អត់ច្រើនទេយ៉ាងច្រើន2នាក់ក្នុងនោះ2នាក់លុះត្រាតែសិស្សនោះគឺគាត់មានចារាចូលចំណេះដឹងនៃការរៀនរបស់គាត់ហាក់ហើយគ្នាបានចូលបានបើអត់ទេគឺយើងអត់ដាក់ទេគឺមានម្នាក់ទល់ម្នាក់គ្រូមួយទល់គ្រូមួយសិស្សមួយអញ្ចឹងវាងាយស្រួលមែនតើក្នុងការរៀនมันពិបាកទេក៏ទប់ស្អាតសិនជាហើយគ្រូមួយសិស្សមួយងាយស្រួលក្នុងការបង្រៀនបំផុតហើយចំពោះវិទ្យាសាស្ត្រគឺយើងទទួលការចុះឈ្មោះជារៀងរាល់ថ្ងៃហើយសិស្សទាំងអស់គឺអាចស្នើសុំមកសិក្សាតាមតម្រូវការដែលអស់លោកអ្នកមានពេលវេលាគ្រប់គ្រាន់ផងដែរចំពោះការរៀនគឺយើងរៀនមួយសប្តាហ៍តែ1ម៉ោងទេគឺថាមួយសប្តាហ៍ក្រោយគឺសិស្សជួបគ្រូនៅក្នុងការរៀន1ម៉ោងនោះគឺជាម៉ោងបច្ចេកទេសនៃមុខនៃថាចំណេះដឹងដែលតកតងទៅនឹងឧបករណ៍ភ្លេងបុរាណខ្មែរសំខាន់យើងបង្រៀនគាត់ហើយដាក់ homework គាត់ធ្វើរយៈពេល1សប្តាហ៍អញ្ចឹងមួយសប្តាហ៍ក្រោយគឺយើងទៅជួបគ្រូបង្ហាញការងារដែលគ្រូបានដាក់ឲ្យបន្ទាប់មកយើងរៀនបន្តទៀតមានថាមួយសប្តាហ៍រៀន1ម៉ោងគឺដើម្បីបង្ហាញនៅអ្វីដែលសិស្សទៅរៀនបញ្យល់គាត់ហើយគាត់រយៈពេល1សប្តាហ៍ទៅវិញគឺគាត់ទៅរៀនខ្លួនឯងបន្ទាប់ពីចប់មកវិញគឺគាត់ត្រូវរំលឹកឡើងវិញហើយបើសិនសិស្សចាស់យើងចូលរៀនថ្មីដើម្បីបន្តការងាររបស់គាត់តទៀតអញ្ចឹងមួយសប្តាហ៍រៀន1ម៉ោងអ្នកខ្លះថារៀនចេះមួយថ្ងៃមួយអាទិត្យរៀន1ម៉ោងតើរៀនរាល់ថ្ងៃមែនទេការរៀន1ម៉ោងគឺបង្ហាញបច្ចេកទេសក៏ដូចជាបង្ហាញផ្លូវនៅការរៀនរបស់សិស្សអញ្ចឹងការទន្ទិញឲ្យចាំនៅលើឧបករណ៍នៅលើអក្សរភ្លេងគឺជាការទិញនៅផ្ទះអស់លោកអ្នកអញ្ចឹងបើយើងទិញនៅសាលាវិខានអញ្ចឹងនៅសាលាគាត់តែបង្ហាញអំពីវិធីសាស្ត្រក៏ដូចជាវិធីនៃការរៀនឧបករណ៍ភ្លេងបុរាណខ្មែរយ៉ាងណាដើម្បីចេះនៅពេលគាត់ទៅវិញគឺគាត់ទៅទន្ទិញខ្លួនឯងអញ្ចឹងការទន្ទិញខ្លួនឯងនេះហើយជាពេលវេលាផ្ទាល់ខ្លួនរបស់សិស្សទាំងអស់បើគាត់ព្យាយាមឆាប់ចាំគឺយើងនឹងអាចចូលរៀនថ្មីក៏ដូចជាអាចឆ្លងចូលដល់វគ្គបន្តតាមហ្នឹងទៅអញ្ចឹងយើងបាច់រៀនច្រើនទេរៀនសប្តាហ៍1ម៉ោងបានហើយគ្រប់គ្រាន់ហើយអ្នកខ្លះចង់រៀន2ម៉ោងក៏បានប៉ុន្តែដូចខ្ញុំនិយាយចឹង1ម៉ោងហ្នឹងគឺរៀនគ្រប់គ្រាន់ក្នុងការធ្វើបង្ហាញឲ្យគ្រូបង្ហាត់បង្ហាញសិស្សទៅវិញទៅមក1ម៉ោងទៅវិញសិស្សអនុវត្តនឹងជាយើងធ្វើខ្លួនឯងនៅផ្ទះបន្តមកជួបទៀតអញ្ចឹងយើងអត់ទៅចំណាយពេលច្រើនអត់ចំណាយដូចច្រើនទេជាង4ម៉ោងហ្នឹងគឺយើងចប់ក្នុងមួយខែហើយមួយទៀតតកតងទៅនឹងសិស្សទាំងអស់ដែលមានបំណងរៀនហើយគេមានរៀនហើយមានបានច្រើនអញ្ចឹងគាត់ចង់
ចូលរួមសម្ដែងជាធីមជាក្រុមគឺអាចមានសាលាយើងនឹងទទួលផងដែររៀនសមជាមួយនឹងក្រុមរៀនរាល់សៅរ៍អាទិត្យអញ្ចឹងការរៀនអ្នកឯងពីខុសពីការសមជាក្រុមនៅពេលលេងជាក្រុមជារឿងផ្សេងរៀនម្នាក់ឯងរៀនជាហើយចេះកោតចេះលេងបានល្អប៉ុន្តែបើលេងជាក្រុមក៏យើងត្រូវជួបបញ្ហាដែរនៅនេះយើងត្រូវស្ដាប់នៅកណ្ដាលក៏ដូចជាត្រូវថាធ្វើម៉េចឲ្យ smooth ក្នុងបទចម្រៀងរបស់គេនៅក្នុងវងគេអញ្ចឹងការរៀនខ្លួនឯងចេះហើយបើយើងបានអនុវត្តជាក្រុមទៀតគឺកាន់តែប្រសើរសម្រាប់សិក្សាសោះអញ្ចឹងកុំបារម្ភអីយើងចេះហើយចង់ស៊ាំចង់ឆ្លងកាត់ចង់បង្ហាញអំពីការទឹកដៃរបស់យើងជាក្រុមតើលេងយ៉ាងម៉េចដែរគឺអាចតាក់ទងមកបានយើងនឹងផ្ដល់ជូនផងដែរអរគុណច្រើនជម្រាបលា